Good morning everyone ยังไงเนี่ยគ្នាថ្ងៃនេះដែរក្រោកឡើងព្រឹកឡើងគឺមានអារម្មណ៍ថាឃ្លានប្រមាណអាំងប្រហែលថ្ងៃអ្នកគ្នាតែពេលថ្ងៃនេះគឺថាគេអត់លក់អ្នកគ្នាអញ្ចឹងក៏ងើបមកធ្វើតែម្ដងទៅថ្ងៃមុនដំបូងហ្នឹងខ្ញុំយកសម្បកវាទៅលាងសិនអ្នកគ្នាហើយផ្សំគ្រឿងហ្នឹងដូចតអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាពី steam ពងមាន់កុំឲ្យវាបែកកុំឲ្យវាប្រេះអញ្ចឹងអ្នកគ្នាព្រោះខ្ញុំធ្វើខុសពី3ដងអ្នកគ្នាអញ្ចឹងលើកហ្នឹងគឺខ្ញុំធ្វើបានសម្រាប់បាន2ដងញ៉ាំហើយអញ្ចឹងថ្ងៃនេះចង់មកបង្ហាញពីការធ្វើរបស់ខ្ញុំអញ្ចឹងអ្នកគ្នាថ្ងៃមុនដំបូងយើងដាក់ចង្កឹះអ្នកគ្នាយើងយកចង្កឹះមកដាក់សង្ខាកំបិតវាចិត្តណាហើយយើងបើកភ្លើងសឹមអ្នកគ្នាកុំខ្លាំងកុំសម្រុកបើសម្រុកគឺពងមាន់វាផុសឡើងបែកប្រេះហ្មងនេះវាចាប់ដើមបានចិត្ត10នាទីអ្នកគ្នាវាចាប់ដើមឡើងមកបដាអញ្ចឹងណាអញ្ចឹងខ្ញុំឥឡូវនេះបាន10នាទីហើយខ្ញុំក៏បើកវាអ្នកគ្នានេះគឺវាប៉ោងល្អមែនតើវាឆ្អិនអញ្ចឹងយើងក៏ចាប់ផ្ដើមបើកកមុកចេញហើយយើងតម្លើងរះឲ្យខ្លាំងឲ្យពុះឲ្យខ្លាំងអ្នកគ្នាតែកម្របយើងបើកអ្នកគ្នាអញ្ចឹងគឺ 100% គឺពងមាត់យើងអត់បែកទេអ្នកគ្នានេះគឺល្អអញ្ចឹងហើយកន្លះម៉ោងមកគឺបានហើយអ្នកគ្នានេះហើយធ្វើតាមនឹងអ្នកគ្នាគឺសាច់ណែនសាច់ហាប់ណែនឆ្ងាញ់ហ្មងអ្នកគ្នានេះអញ្ចឹងអ្នកគ្នាមើលនេះឡងហាប់ហ្មងណាវាអត់ប្រហោងកាលមុនខ្ញុំធ្វើអត់ត្រូវអញ្ចឹងវាប្រហោងវាអត់ហាប់អ្នកគ្នាឆ្ងាញ់អ្នកគ្នានេះអញ្ចឹងនេះខ្ញុំក៏មកធ្វើការភ្លក់ញ៉ាំអញ្ចឹងណានិយាយទៅធ្វើបានញ៉ាំតែឥឡូវនេះបិទក្អៀកបិទអីហ្នឹងអ្នកគ្នាគឺឈឺក្បាលមិនឈឺអីធ្ងន់ទេឈឺក្បាលតែបិទក្អៀកលេងអញ្ចឹងណាគឺឆ្លៀបថ្នាំហ្នឹងហើយឆ្ងាញ់អ្នកគ្នាជាតិហ្មងធ្វើតាមខ្ញុំទៅ